ជំរាបសួរអ្នកនរគ្នាខ្ញុំបាទហុងថ្ងៃនេះគឺខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីការហាត់ប្រាណសម្រាប់ក្បាលពោះរយៈពេល5នាទីហើយថ្ងៃនេះដែរគឺយើងប្រើរយៈពេល5ក្បាច់អញ្ចឹងយើងតាមចូលក្បាច់ទី1គឺ Mountain Climber នៅក្បាច់ទី1នេះដែរគឺយើងចាប់ផ្ដើមបែរមកក្រោយបែបនេះហើយបន្តមកយើងអុកជង្គង់ឡើងលើ1 2ធ្វើរយៈពេល45វិនាទីសម្រាប់15វិនាទីចាប់ដើមតោះយើងចាប់ដើមសម្រាប់ហើយយើងធៀមចូលក្បាច់បន្ទាប់អូខេដល់ក្បាច់បន្ទាប់នេះគឺយើងចាប់ដើមចូលជាមួយនឹង Russian twist អ្នកនរគ្នាចាប់ដើមបោះជើងឡើងលើទាំងពីរស្មើគ្នាហើយដៃបោះឆ្វេងស្ដាំឆ្វេងស្ដាំរយៈពេល45វិនាទីដូចគ្នា Let's goអូខេសម្រាប់15វិនាទីយើងត្រៀមចូលក្បាច់បន្ទាប់គឺយើងចាប់ដើមចូលជាមួយនឹង leg raise អ្នកនរគ្នាឌីខ្លួនតមកបន្តនោះគឺយើងចូលជាមួយនឹង crunch អ្នកនរគ្នាទូទៅដែរក៏ដាក់ដៃនៅខាងក្រោយក្បាលហើយយើងចាប់ដើមហុញខ្លួនឡើងលើដល់ក្បាច់បន្ទាប់នេះគឺយើងចាប់ដើមចូលជាមួយនឹង plank អ្នកនរគ្នាចាប់ដើមផ្ងាខ្លួនមកខាងក្រោយវិញហើយយើងកោះខ្លួនហ្នឹងធ្វើរយៈពេល45វិនាទីចាប់ដើម
អូខេអញ្ចឹង5ក្បាច់យើងគឺយើងបានបញ្ចប់ហើយហើយប៉ុណ្ណឹងយើងហៅថាជុំទី1អ្នកនរគ្នាអាចចាប់ដើមធ្វើជាជុំទី2ក៏បានដែរធ្វើសារឡើងវិញចាប់ដើមពីក្បាច់ទី1ដល់ក្បាច់ទី5ធ្វើរយៈពេលឲ្យបាន3ជុំក៏បានដែរស្របទៅវា15នាទីតែម្ដងអញ្ចឹងអូខេវីដេអូនេះក៏គិតថាសន្មតបញ្ចប់តែប៉ុណ្ណឹងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយអរគុណអ្នកនរគ្នា